អូនប្រុសបន្តទៅទៀតពាក្យស្លោកនៅនឹងក្បែរប្អូនប្រុសនេះមើលសុំងាកទៅនោះបន្តិចមើលដើររកអ្នកស្គាល់ព្រះពុទ្ធដើររកអ្នកស្គាល់ព្រះពុទ្ធហ្នឹងគឺថាពាក្យស្លោកទាំងពីរនេះគឺតែមួយទេចង់មានន័យថាតែមួយដូចគ្នាទេណោះហ្នឹងដោយប្អូនប្រុសបានរៀបរាប់រួចហើយពីខាងដើមមិញហ្នឹងអញ្ចឹងហើយពាក្យស្លោកមួយទៀតវត្ថុទឹកនៅនឹងវត្ថុទឹកនៅព្រះរាជាវត្ថុទឹកនៅព្រះរាជានឹងបានន័យថាម៉េចអូនបាយមុខមកនេះតិចមើលខ្ញុំចង់ដឹងចង់ស្គាល់អាពាក្យដែលថាវត្ថុទឹកនៅព្រះរាជាហ្នឹងនេះបើយើងនិយាយពីព្រះសម្មាសម្ពុទ្ធណែអត់មាននៅលើផែនដីបាទអត់មានពីណាខ្លាំងជាងព្រះរាជាអូបានន័យថានៅលើផែនដីទាំងមូលយើងនេះมันមានអ្នកណាខ្លាំងជាងព្រះរាជាទេគឺមានសេចក្តីថាព្រះរាជាគឺជាអ្នកខ្លាំងជាងគេនៅគឺថាដើរឆ្លងកាត់ខេត្តឆ្លងកាត់ស្រុកចុះយប់ឡើងទៅសម្រាកសម្រានឬក៏ដេកពួនអីនៅណាតើអូនខ្ញុំកន្លែងណាក៏សម្រាកកន្លែងណាក៏សម្រាកដែរវត្តលោកកន្លែងទីកន្លែងណាក៏បានដែរកន្លែងណាក៏បានដែរឲ្យតាយប់កន្លែងណាសម្រាប់កន្លែងហ្នឹងចុះមូសហើយខំអីសវត្ថភាពអីគិតយ៉ាងម៉េចដែរខំអូបើនិយាយអញ្ចឹងដើម្បីរកឃើញបើខ្លាចប៉ុណ្ណឹងរកមិនឃើញទេមិនរកមិនឃើញទេបើខ្លាចប៉ុណ្ណឹងមិនដឹងខ្លាចទៅទៀតចុះនិយាយអំពីការហូបចុកវិញតើអូនបានអីហូបទៅឬក៏មួយថ្ងៃហូបបាយប្រហែលដងដែរបើដើរដូចជាអត់មានលុយមានកាយនៅក្នុងខ្លួនអញ្ចឹងថ្ងៃអត់ថ្ងៃមានសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានជួបបុរសម្នាក់បងប្អូនទាំងអស់គ្នាគឺថាចម្លែកប្លែកណាស់បងប្អូនហើយគាត់ជិះកង់ដើរពេញស្រុកខ្មែរតែម្ដងបានន័យថាគាត់ដើរហ្នឹងយប់ដល់កន្លែងណាគាត់សម្រាកនៅកន្លែងនោះហើយអ្វីដែលពិសេសនោះគឺថានៅជុំវិញកង់របស់គាត់ហ្នឹងមានពាក្យបដាឬក៏ពាក្យស្លោកជាច្រើនស្ថិតនៅក្នុងគណៈនេះខ្ញុំបាទនឹងជួបគាត់ដើម្បីធ្វើបទសម្ភាសន៍ដូចតទៅបាទជម្រាបសួរបងប្រុសបងប្រុសឈ្មោះអីដែរខ្ញុំសុំអត់បញ្ចេញឈ្មោះទេសុំអត់បញ្ចេញឈ្មោះទេអូនណាតាមពិតបងមានស្រុកកំណើតមកពីណាវិញដែរចុះខ្ញុំមកពីកំពង់ធំជិះកង់ដើរឆ្លងកាត់ខេត្តជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងអញ្ចឹងហ៎បាទកម្ពុជាហ្នឹងអូខេខ្ញុំឃើញបងប្រុសដើរនេះគឺថាចម្លែកប្លែកណាស់មានសរសេរបដាពាក្យស្លោកជាច្រើនជុំវិញកង់របស់បងនេះពាក្យខាងលើពាក្យនិយាយថាដូណាល់ត្រាំនិងកូវីដ17-21ដូណាល់ត្រាំនិងនុយក្លេអ៊ែរ25-28ពាក្យនេះបានមានន័យថាយ៉ាងម៉េចដែរបងអាហ្នឹងខ្ញុំចង់និយាយចង់សេថាឲ្យបើតាក់សេអញ្ចឹងគឺអ្នកទាំងអស់គ្នាគាត់ជាអត់យល់ទេតែបើឲ្យខ្ញុំនិយាយអញ្ចឹងបកស្រាយអ្នកទាំងអស់គ្នាធ្លាប់ឃើញហ្នឹងកូវីដចំនួនគាត់ឡើង17កូវីដអត់ផ្ទុះទេគាត់ឡើងបាន2ឆ្នាំ19ចុងឆ្នាំ2019ផ្ទុះកូវីដបាទដល់ពេលហ្នឹងងាប់មនុស្សអ្នកទាំងអស់គ្នាឃើញងាប់មនុស្សឡើងរាប់និយាយទៅងាប់ឡើងដូចស្មោចទៅងាប់ឡើងដូចស្មោចអញ្ចឹងត្រូវភ្លើងហើយដល់ពេលណាដូណាល់ត្រាំឡើងនេះមិនដូណាល់ត្រាំក៏ធ្លាក់ម្ដងបាទដល់ពេលគាត់ធ្លាក់ម្ដងពេលនោះចូលវិដិនឡើងណែស្ងប់ស្ងាត់បន្តិចតែសង្គ្រាមនៅតែផ្ទុះបាទដល់ពេលណែឥឡូវគាត់ឡើងទៀតខ្ញុំគិតថា80%នឹងផ្ទុះគ្រាប់នុយក្លេអ៊ែរប៉ុន្តែបើអត់ផ្ទុះគ្រាប់នុយក្លេអ៊ែរនឹងមានតម្លៃអ្វីមួយនឹងខ្លាំងដូចជាគ្រាប់នុយក្លេអ៊ែរអូបាទហើយសម្រាប់នោះអាចនឹងច្រើនជាងកូវីដទៅទៀតច្រើនជាងកូវីដប្រហែលដងដែរលើកនេះប្រហែលជា10ដងជាងដល់20ដង10ដងឬក៏20ដងអញ្ចឹងបានន័យថាដូណាល់ត្រាំឡើងកាន់អំណាចគ្រប់គ្រងពិភពលោកម្ដងនេះនឹងកើតចលាចលខ្លាំងណាស់ធ្វើឲ្យមនុស្សស្លាប់ជាច្រើនអាចនឹងផ្ទុះសង្គ្រាមលោកលើកទី3អញ្ចឹងមែនអូនខ្ញុំវាអត់ច្បាស់ទេប៉ុន្តែគ្រាន់តែសង្ស័យថា80%ទេអត់ច្បាស់ទេប៉ុន្តែគ្រាន់តែសង្ស័យថា80%នឹងអាចផ្ទុះសង្គ្រាមលោកលើកទី3អញ្ចឹងណាទៅនឹងច្បាស់ទៅហើយប៉ុន្តែណែបើនិយាយទាញពីគេហៅថាបើនិយាយគេហៅទាញណាហ្នឹងគេហៅទាញយកមកព្រៀបផ្ទុំនឹងការយល់ដឹងរបស់ខ្ញុំហ្នឹងបើខ្ញុំខំដើររកមកឃើញហ្នឹងគឺវាពាក់ព័ន្ធនឹងពិភពមនុស្សពាក់ព័ន្ធនឹងប្រទេស
tế đi thang vì là mấy tế này vì là mấy ban dương pan smart đăng bà được tìm rồi nó còn hàm na chứ mua là hết ấy ban hàm na tay dương này mấy con hàm na chặt con xong mấy cái dương hiền này gì quạt nắng từ dịch tụ chèn khôi chung quạt đó bà này nhom men khôi chung tê tay cái tiền mà ta cam tam này ca vô đắng thì mỗi đứa tha nhom đào rồi nè score một cho nó bà nhom đào rồi nè score mộtตัวแต่ยมน้องสกอลเปรสมาสัมปทน์บ้านยมสกอลเนี่ยสกอลปทใช่ไหมโอเคตัวละปนปรองนั่งสกอลเปรสมาสัมปทน์เจมุนเติบดาวโรปปทตามกรอยบ้านโรเคยโรเนี่ยแต่คลังสกอลปทคลังจึงยมน้องเคยบาทไอ้บ่ยมมันตอนสกอลยมน้องตรอเกลไหมบาทเราไปเจตทานเนี่ยยี่เจตตามcái anh đúng cái hơi tha xây cái ta chứ mà vô từ sông tam cái hơi tha xây ao từ lưới từ chia xó cái ham lưới chia xó lưới cái thằng có họ mặt ta cam vì nâng máu ban cái đăng thà bị phục nó vì miền ấy tập về nó ban cái tiền máu ban quạt nó chia nạ na nè đồ nạ tam đấy từ chia nạ na đồ nạ tam chia nạ na bà hơi vì là mấy bà hơi bật tê hàm rịch nó vì là mấy bật tê khmai nó vì là mấy vì miền từ than tập hiệp vậy mấy ban từ chia này từ hiền từ xe đã chung một con chứ anh ấy bao sân chia dương dây tới vì miền tổ tôi thay dương từ xe chứ miền tổ bà kia nè khăng sầm ba dưỡng cái vì miền tổ đôi thà đồ nà tam gọt khăng nhom nè lựa đó là bay là ba những tới gọt khăng nhom tới gọt ai này cái đăng đã phục buồn làm sao ấy cái đăng cái chắp đã cục ấy chỉ đam chân từ buông dương nhom có mình khai đây hay đấyมันทำมันคลายញោមនឹងខ្មែរញោមមានអីទៅคลายសង្គមវិជាធិបតេយ្យក៏ឲ្យរីកូនក្នុងន័យស្ថាបនាគេអត់ចាប់ទេដើម្បីគាត់នឹងឲ្យគាត់នឹងណែខូចឈ្មោះឯងប៉ុន្តែអ្វីដែលខ្ញុំឃើញគឺឃើញតាមស្ថានភាពរបស់គាត់មែនហ្នឹងបាទហើយទាញសមត្ថកម្មមកគឺឃើញថាការគាត់ឡើងកូវីដទុកងាប់មែនហ្នឹងបាទឥឡូវបើទាញសមត្ថកម្មឲ្យច្បាស់ទៀតវាកាន់តែខ្លាំងទៀតអញ្ចឹងដូណាល់ត្រាំឡើងការអំណាចជាលើកទី2នេះប្រហែលជានឹងអាចផ្ទុះសង្គ្រាមលោកលើកទី3អញ្ចឹងណាធ្វើឲ្យកើតសោកនាសកម្មពេញពិភពលោកអញ្ចឹងណាព្រោះឥឡូវនេះជាពិសេសនោះគឺថានៅស្រុកអាមេរិកហ្នឹងគឺថាមានបាតកម្មពេញប្រទេសទៅហើយចង់ទម្លាក់លោកដូណាល់ត្រាំចេញពីតំណែងអូខេបាតកម្មធម្មតាហើយវិទាញសមត្ថកម្មទៀតរហូតដល់ណែអ្វីដែលខ្ញុំដឹងហ្នឹងគឺជាការដឹងដែលពិសេសដែលពិសេសប៉ុន្តែកណានេះដឹងសម្រាប់តែខ្ញុំឯងបើសម្រាប់អ្នកទាំងអស់គ្នាប្រកបជាអត់ទាន់យល់ទេបើគាត់ឡើងមកមានបញ្ហាកើតឡើងនៅក្នុងចំណុចអស់ហ្នឹងយើងជាអ្នករងគ្រោះអ្វីដែលខ្ញុំសរសេរនេះគឺសរសេរតាំងពីណែជុំរួចបានតាំងពីបិណ្ឌមួយហ្នឹងអូខេឥឡូវខ្ញុំសុំសួរបងអូនប្រុសបន្តទៅទៀតពាក្យស្លោកនៅក្នុងក្បែរបងអូនប្រុសនេះមើលសុំងាកទៅនោះបន្តិចមើលដើររកអ្នកស្គាល់ព្រះពុទ្ធហ្នឹងគឺថាពាក្យស្លោកទាំងពីរនេះគឺតែមួយទេចង់មានន័យថាតែមួយដូចគ្នាទេណាហ្នឹងដោយបងអូនប្រុសបានរៀបរាប់រួចហើយពីខាងដើមមិញហ្នឹងអញ្ចឹងហើយពាក្យស្លោកមួយទៀតវត្ថុទឹកនៅព្រះរាជាវត្ថុទឹកនៅព្រះរាជានឹងបានន័យថាម៉េចអូនបាយមុខមកនេះតិចមើលខ្ញុំចង់ស្គាល់អាពាក្យដែលថាវត្ថុទឹកនៅព្រះរាជាហ្នឹងនេះបើយើងនិយាយពីព្រះសម្មាសម្ពុទ្ធណែអត់មាននៅលើផែនដីបាទអត់មានពីណាខ្លាំងជាងព្រះរាជាអូបានន័យថានៅលើផែនដីទាំងមូលយើងនេះมันមានអ្នកណាខ្លាំងជាងព្រះរាជាទេគឺមានសេចក្តីថាព្រះរាជាគឺជាអ្នកខ្លាំងជាងគេនៅលើពិភពលោកយើងនេះអ្វីដែលនាំឲ្យព្រះរាជាខ្លាំងគឺមានវត្ថុទឹកមានវត្ថុទឹកហ្នឹងក្នុងពុទ្ធសាសនាវត្ថុទឹកអ្វីដែលខ្លាំងគឺនៅព្រះរាជាស្ដេចចក្រពត្តិក៏នៅក្នុងព្រះរាជាអត់មានមនុស្សណាចក្រពត្តិទេអត់មានរាជណាចក្រពត្តិអូខេព្រះរាជាបានជាព្រះរាជាចក្រពត្តិព្រះរាជាចក្រពត្តិបាទតែបើសិនជាយើងខាងណែអាមាត្យចក្រពត្តិអត់មែនទេដូចជាយើងតាំងខ្លួនដូចជាប្រធានាធិបតីអញ្ចឹងប្រទេសពិភពលោកអញ្ចឹងពិភពលោកណាហើយមហាអំណាចអាមេរិក
អញ្ចឹងអារិចមិនគ្រប់គ្រងមនុស្ស បាទ តាមអាមេរិកគ្រប់គ្រងមនុស្សអញ្ចឹងមនុស្សក្នុងការគ្រប់គ្រងមនុស្សគេមិនឲ្យមនុស្សស្រីមកគ្រប់គ្រងមនុស្សទូទាំងពិភពនោះទេការបើណាបើយើងស្ដេចចក្រពត្តិហើយប្រទេសចក្រពត្តិហើយគេមិនហៅប្រទេសចក្រពត្តិអ្នកណាខ្លាំងជាងអាមេរិកអូវាយគ្នាបច្ចេកវិទ្យាហើយសូម្បីតែគាត់នៅបង្កើតនៃភាពច្បូកច្បល់នៃសេដ្ឋកិច្ចក៏ប្រទេសចក្រពត្តិគេអ្នកបង្កើតឃើញប៉ុណ្ណឹងបង្កើតតែបើសិនទៅថាណាបើយើងយកមនុស្សស្រីទៅប្រឡងជាមួយមនុស្សប្រុសដើម្បីគ្រប់គ្រងមនុស្សនៅលើពិភពលោកនេះប្រឡងអត់ជាប់ទេប្រឡងអត់ជាប់ទេណាបាទគេមានអាការទាញរបស់គេឲ្យទៅដល់រហូតដល់ទោះបីអ្នកមនុស្សស្រីខ្លាំងជាងមនុស្សប្រុសដល់ប្រពន្ធប្រអិននឹងយកមកប្រឡងក៏ប្រឡងអត់ឆ្នះអូខេហ្នឹងហើយចុះពាក្យមួយទៀតជាពាក្យស្លោកដើររកអ្នកមានបុណ្យដើររកអ្នកមានបុណ្យហ្នឹងអូនចង់មានន័យថាម៉េចអូនចង់មានន័យថាយើងដើររកអ្នកមានបុណ្យហ្នឹងដើម្បីអីហើយដើរនឹងធ្វើអ្វីដែរអូនខ្ញុំរកអ្នកមានបុណ្យហ្នឹងរកអ្នកណាដែលស្គាល់ព្រះសម្មាសម្ពុទ្ធរកអ្នកណាដែលស្គាល់ព្រះសម្មាសម្ពុទ្ធបាទហើយយ៉ាងម៉េចទៀតបាទដល់ពេលអ្នកណាស្គាល់ព្រះសម្មាសម្ពុទ្ធអ្នកហ្នឹងអ្នកមានបុណ្យអូអ្នកហ្នឹងអ្នកមានបុណ្យបាទបុណ្យមហាគឺកម្ពូលបុណ្យនៅលើផែនដីនេះតែម្ដងកម្ពូលបុណ្យនៅលើផែនដីនេះតែម្ដងហើយជួបម្នាក់ឬពីរនាក់វាជារឿងដែលសម្រាប់ខ្ញុំអស្ចារ្យអូអស្ចារ្យបាទអូខេបើសម្រាប់អ្នកទាំងអស់គ្នាមិនអស្ចារ្យទេបាទដើររកអ្នកស្គាល់ព្រះពុទ្ធគឺថាពាក្យស្លោកទាំង2ទាំង3នេះក៏ដូចតែគ្នាទេដើររកអ្នកស្គាល់ព្រះពុទ្ធដូចគ្នាបាទបងប្អូនទាំងអស់គ្នាបានន័យថានៅមួយជុំកត្រកកង់គាត់ពីខាងក្រោយនេះគឺថាពាក្យស្លោកតែមួយទេគឺថាដើររកអ្នកស្គាល់ព្រះពុទ្ធដូចគាត់ដើរមានន័យជ្រៅណាស់បងប្អូនខ្លះមិនយល់មិនដឹងអំពីផលប្រយោជន៍ឬក៏អត្ថន័យរបស់គាត់ទេក្នុងពិភពលោកក៏ដូចជាក្នុងស្រុកខ្មែរយើងទាំងមូលខ្ញុំគិតថាពុំដែលមានបុរសឬក៏ស្ត្រីណាដែលគាត់ដើរធ្វើអញ្ចឹងទេគាត់ដើរនេះគឺថាបង្កប់អត្ថន័យជ្រៅបងប្អូនអញ្ចឹងខ្ញុំជឿជាក់យ៉ាងមុតមមថាបងប្អូនបន្ទាប់ពីបានឃើញគាត់នៅកន្លែងណានៅទីណាហើយកុំភ្លេចជួយគេហៅថាឲ្យបាយទឹកនិងឲ្យភេសជ្ជៈជូនគាត់ផងបើចំពោះឲ្យលុយគាត់វិញគាត់ថាគាត់អត់យកទេគាត់យកតែភេសជ្ជៈហូបតែប៉ុណ្្នឹងអញ្ចឹងកិច្ចសម្ភាររបស់ខ្ញុំបាទជាមួយនឹងបងប្រុសជាអ្នកដើរប្រណេតចរោគអ្នកស្គាល់ព្រះពុទ្ធឬក៏រោគអ្នកមានបុណ្យនៅពេលនេះគឺថាត្រូវបានបញ្ចប់តែត្រឹមប៉ុណ្ណេះបងប្អូនបើសិនតែខ្ញុំនិយាយលើសលួសដោយប្រការណាមួយក៏សូមសំណាក់ខន្តីអភ័យនិទោសដល់រូបខ្ញុំបាទផងហើយដើម្បីឲ្យខ្ញុំបាទនេះមានកម្លាំងចិត្តក្នុងការដើរថតនិងផលិតជាវីដេអូថ្មីប្លែកទុកជាចំណីអារម្មណ៍សម្រាប់ប្រិយមិត្តនិងទូរទស្សនិកជននោះបងប្អូនកុំភ្លេចជួយខ្ញុំវិញដោយចុច like ចុច share និងចុច follow page ម្នាក់មួយផងបាទគណៈពេលនេះដែរខ្ញុំបាទក៏សូមអរគុណសូមគោរពលា